ទំនុកដំកើងជំពូក55ពាក្យអធិដ្ឋានរបស់មនុស្សដែលត្រូវគេក្បត់ចិត្តព្រះជាម្ចាស់អើយសូមផ្ទៀងព្រះការស្ដាប់ពាក្យទូលអង្វររបស់ទូលបង្គំសូមគម្លាក់ព្រះភ័ក្ត្រនៅពេលដែលទូលបង្គំទទូចអង្វរព្រះអង្គសូមទ្រង់មេត្តាព្រះសន្តាប់ទូលបង្គំហើយឆ្លើយតបមកទូលបង្គំវិញផងទូលបង្គំខ្វល់ខ្វាយទាំងតប់ប្រមល់និងថប់បារម្ភជាខ្លាំងនៅពេលឮពាក្យសម្ដីរបស់ខ្មាំងសត្រូវនិងមនុស្សពីលនាំគ្នាបៀតបៀនទូលបង្គំពួកគេធ្វើឲ្យទូលបង្គំរងទុក្ខវេទនាគេនាំគ្នាប្រឆាំងនឹងទូលបង្គំដោយកំហឹងទូលបង្គំភ័យតក់ស្លុតជាខ្លាំងទូលបង្គំញាប់ញ័រខ្លាចស្លាប់ទូលបង្គំភ័យខ្លាចនិងរន្ធត់ចិត្តជាខ្លាំងហើយទូលបង្គំព្រឺព្រួយក្នុងចិត្តពន់ប្រមាណទូលបង្គំគិតថាប្រសិនបើខ្ញុំមានស្លាប់ដូចព្រាបនោះខ្ញុំនឹងហើរទៅរកកន្លែងមួយសម្រាប់ជ្រកកោនខ្ញុំនឹងហើរទៅឆ្ងាយខ្ញុំនឹងពួននៅវីរហោឋានខ្ញុំនឹងភៀសខ្លួនទៅយ៉ាងឆាប់រហ័សគឺលឿនជាងខ្យល់ព្យុះសង្គ្រាទៅទៀតព្រះអម្ចាស់អើយសូមកុំឲ្យខ្មាំងសត្រូវរបស់ទូលបង្គំនិយាយស្ដាប់គ្នាបានឡើយត្បិតនៅក្នុងទីក្រុងទូលបង្គំឃើញមានតែអំពើឃុកឃើនិងការជ្រុះប្រកែកគ្នាទាំងថ្ងៃទាំងយប់នៅជុំវិញកំពែងក្រុងហើយនៅក្នុងទីក្រុងមានសុទ្ធតែអំពើទុច្ចរិតនិងអំពើពីលនៅក្នុងទីក្រុងមានសុទ្ធតែឧក្រិដ្ឋកម្មហើយនៅតាមទីផ្សារមានសុទ្ធតែការជិះជាន់និងការបោកប្រាស់អ្នកដែលបំបាក់មុខខ្ញុំមិនមែនជាខ្មាំងសត្រូវរបស់ខ្ញុំទេប្រសិនបើជាខ្មាំងសត្រូវមែនខ្ញុំមុខជាទ្រាំទ្របានមិនខានហើយអ្នកដែលវាយប្រហារខ្ញុំក៏មិនមែនជាអ្នកស្អប់ខ្ញុំដែរប្រសិនបើជាអ្នកដែលស្អប់ខ្ញុំមែនខ្ញុំមុខជាកិច្ចខ្លួនមិនខានគឺអ្នកឯងទេតាអ្នកធ្លាប់នៅជាមួយខ្ញុំជាអ្នកជិតស្និទ្ធនិងជាមិត្តសម្លាញ់របស់ខ្ញុំយើងធ្លាប់ស្និទ្ធស្នាលជាមួយគ្នាយើងធ្លាប់ទៅថ្វាយបង្គំព្រះជាម្ចាស់ជាមួយគ្នាក្នុងព្រះដំណាក់របស់ព្រះអង្គសូមឲ្យប្រជាមិត្តរបស់ខ្ញុំត្រូវស្លាប់យ៉ាងកន់ហន់សូមឲ្យពួកគេធ្លាក់នរកទាំងរស់ចិត្តគំនិតរបស់គេពោពេញទៅដោយអំពើអាក្រក់គ្រប់បែបយ៉ាងរីឯខ្ញុំវិញខ្ញុំស្រែកអង្វរព្រះជាម្ចាស់ហើយព្រះអម្ចាស់នឹងសង្គ្រោះខ្ញុំស្រែកធ្ងោនឹងទទូចអង្វរព្រះអង្គទាំងព្រឹកទាំងថ្ងៃត្រង់ទាំងល្ងាចហើយព្រះអង្គទ្រង់ព្រះសន្តាប់ពាក្យខ្ញុំទោះបីមានខ្មាំងសត្រូវលើកគ្នាសន្ធឹកសន្ធាប់មកពីប្រហារខ្ញុំក្តីក៏ព្រះអង្គរំដោះខ្ញុំឲ្យបានសុខសាន្តដែរព្រះជាម្ចាស់គ្រឿងរាជតាំងពីអស់កលរៀងមកសូមព្រះអង្គស្ដាប់ពាក្យខ្ញុំហើយបំបាក់មុខពួកគេទៅអ្នកទាំងនោះមិនដូរគំនិតឡើយគឺពួកគេមិនគោរពកោតខ្លាចព្រះជាម្ចាស់តតែសោះអ្នកនោះតែងតែក្បត់នឹងមិត្តសម្លាញ់ហើយរំលោភលើពាក្យសន្យារបស់ខ្លួនទៀតផងពាក្យសម្ដីរបស់គេផ្អែមជាងទឹកឃ្មុំទៅទៀតតែចិត្តរបស់គេខុសខើគិតតែពីធ្វើសឹកសង្គ្រាមប៉ុណ្ណោះពាក្យសម្ដីរបស់គេទន់ភ្លន់ដោយសម្ពុតសូត្រតែមាត់ដូចមុខដើរចូលផ្ញើជីវិតលើព្រះម្ចាស់នោះទ្រង់នឹងជួយគាំទ្រអ្នកជាមិនខានបើព្រះអង្គមិនដែលទុកឲ្យមនុស្សសុចរិតត្រូវបរាជ័យរហូតនោះទេអោព្រះជាម្ចាស់អើយសូមធ្វើឲ្យពួកគេធ្លាក់រណ្ដៅទៅពួកនោះសុទ្ធតែជាឃាតករនិងជនបោកប្រាស់សូមកុំឲ្យពួកគេអាចរស់បានពាក់កណ្ដាលអាយុរបស់ខ្លួនឡើយចំណែកឯទូបង្គំវិញទូបង្គំទុកចិត្តលើព្រះអង្គហើយ